ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដូនយ៉ាមកបង្រៀនពីរបៀបធ្វើទឹកម្នាស់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាដំបូងយើងត្រូវរើសមើលផ្លែម្នាស់ដែលទុំល្មមមិនខ្ចីពេកដើម្បីកុំឲ្យវាមានជាតិជូរខ្លាំងតបមកយើងយកវាមកចិតសម្បកឆ្កឹះភ្នែកឆ្កឹះអីវាឲ្យស្អាតទៅហើយយើងយកវាទៅលាងទឹកឲ្យស្អាតបន្ទាប់មកយើងយកមកកាត់ជាដុំបន្ទាប់មកទៀតយើងយកវាមកដាក់ចូលក្នុងម៉ាស៊ីនក្លុកដល់យើងលាយទឹកទៅដើម្បីឲ្យវាក្លុកម៉ត់ល្អហើយមានទឹកយើងប្រើទឹកជាដាំពុះណាកុំប្រើទឹកឆៅបន្ទាប់ពីក្លុកដោយប្រើទឹកសមល្មមបរិមាណសមល្មមហើយយើងយកកន្ត្រងមកត្រងដើម្បីឲ្យអស់កាកចេញយើងអាចត្រងវា2ដង3ដងអីទៅដើម្បីឲ្យវាកាន់តែស្អាតចឹងណាបន្ទាប់មកយើងអាចលាយអំបិលនិងស្ករបន្តិចដើម្បីឲ្យរសជាតិវាឆ្ងាញ់ល្មមប៉ុន្តែបើសិនជាអត់ចង់លាយទេក៏យើងអាចញ៉ាំតាមរសជាតិដែលយើងចូលចិត្តចឹងណាប្រសិនបើយើងចូលចិត្តត្រជាក់ចឹងនៅពេលដែលញ៉ាំយើងអាចយកវាមកចាក់លាយជាមួយទឹកកកទៅដើម្បីបន្ថែមរសជាតិវាឲ្យកាន់តែឆ្ងាញ់ណាចឹងទឹកម្នាស់យើងប៉ុណ្ណោះឯងរួចរាល់ជាការស្រេចអាចញ៉ាំបានហើយសូមជម្រាបលា